ភៈមេសតោវរៈមង្គលាជាយេតេរៃព្រះពុទ្ធសករាជព្រះសាសនាអតិកតាកន្លងទៅហើយបាន2568ព្រះវស្សាត្រឹមថ្ងៃអាទិត្យពេញបរមីនៃខែពិសាលុះដល់ថ្ងៃច័ន្ទមួយរោចខែពិសាឆ្នាំម្សាញ់សពស័កតទៅចូលព្រះពុទ្ធសករាជ2569ថ្ងៃនេះជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមុននេះដេដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមកោរិកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺទេវតាឆ្នាំថ្មីព្រះនាមកោរិកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មបានយាងចូលមកដល់ហើយ